bạn này nhom bây giờ thì bóng ôn thìបញ្ហា iCloud ចឹងបងប្អូនប្រើប្រាស់ iPhone ប្រើប្រាស់ទៅលើ iPhone គឺបញ្ហាទៅលើ iCloud គឺច្រើនគឺអ្នកប្រើតែម្ដងអ្នកប្រើគឺគាត់អត់បានយល់ពី iCloud ចឹងបញ្ហាជាប់ iCloud គឺរឿងបាទច្រើនបញ្ហាអញ្ចឹងដល់តែពេលខ្លះញៀវគាត់ប្រើ iPhone អត់ដឹងថាទូរស័ព្ទខ្លួនឯងជាប់ iCloud ទៀតអញ្ចឹងខ្ញុំមកបញ្យល់ឲ្យច្បាស់ពី iCloud តាមម៉េចទៅជា iCloud បាទតែនេះទូរស័ព្ទជាប់ iCloud ចឹង iCloud វាមានប្រមាណប្រភេទ iCloud វាមានជាប់យ៉ាងម៉េចខ្លះដោះបានជាប់យ៉ាងម៉េចខ្លះដោះបាននេះជាប្រភេទ iCloud បាទពេលយើងឆែកបែបនេះគឺឃើញមាន iCloud ហើយបាទនេះតែយើងចូល setting មកហើយចូលឡើងនេះហើយស្ងៀមមកទៅលេងមកអូខេតើបាទនេះយើងចូល setting បែបនេះយើងចូលកន្លែងនេះមកបាទវារូបរាងបែបនេះគឺ iCloud ដែរបាទនេះជា Gmail របស់ iCloud នេះ Apple ID ហ្នឹងឬក៏ mail ហ្នឹងគឺ iCloud ហើយមានន័យថាបាទនេះជា Apple ID វាអត់ទាន់ជាប់ iCloud វានៅកន្លែងនេះបាទនេះយើងអាច sign out បានតែបើ iCloud យើង sign out បានដែរគឺបែបនេះឋានបែបនេះហើយមានពណ៌ខ្មៅបែបនេះហើយចូលកន្លែង iCloud មកគឺមាន iCloud ហើយបាទអញ្ចឹងតែបើអត់មាន iCloud ទេកន្លែង iCloud នោះមានពាក្យថា off ឬក៏ពាក្យ set up អញ្ចឹងដែរភាសាអង់គ្លេស set up អញ្ចឹងទៅបាទអញ្ចឹងទូរស័ព្ទនេះមាន iCloud ប៉ុន្តែ iCloud នេះយើងអាចដោះបានមានន័យថាគេហៅថា iCloud ប្រើបាន iCloud ប្រើបានហ្នឹងគឺយើងនៅប្រើវិជាបានធម្មតាប៉ុន្តែគ្រាន់តែយើងផ្លេច password របស់ Gmail នេះមានន័យថា Gmail នេះយើងផ្លេច password តែបើយើងចាំ password យើង log out បានណា iCloud ប៉ុន្តែយើងផ្លេច password ចឹងយើង log out អត់ចេញទេមានន័យថា log out វាទាមទារ password បាទអាហ្នឹងជាប់ iCloud យើងប្រើបានប៉ុន្តែយើង log out អត់ចេញទេទាមទារឲ្យយើងចាំ password វាតែបើយើងផ្លេច password មានន័យថាយើង log out អត់ចេញទេតែប្រភេទនេះខ្ញុំអាចដោះបានតែដោះបានហ្នឹងដោយ iCloud ដែរទេมันប្រកាសថាដោះបានទាំងអស់នេះពេលនេះយើងអាចដោះបាននៅអាចដោះបានបាទប៉ុន្តែមិនប្រកាសថាដោះបានទាំងអស់ទេអាស្រ័យលើ iCloud ដែរពី iCloud យើងនៅ mail នៅលេខទូរស័ព្ទអីចឹងទៅយើងអាចដោះបាន 100% ចឹង iCloud នេះយើងដោះបាន 100% ដោយសារវានៅmail មាន mail ដែលយើងមើលហើយវានៅលេខទូរស័ព្ទដែលយើងដាក់វាហ្នឹងគឺនៅលេខទូរស័ព្ទចឹង iCloud នេះបាត់តែផ្លេច password មែនប៉ុន្តែយើងដោះបានបាទតែតទូរស័ព្ទនៅវិជាបានអញ្ចឹងមិនចានេះអាចដោះបាន iCloud នេះប៉ុន្តែគាត់ថាមិនប្រកាសថាដោះបានទាំងអស់ទេ iCloud ប្រភេទនេះអាស្រ័យលើ iCloud ដែរបាទអញ្ចឹង iCloud ប្រភេទនេះអានេះអាចជាប់ iCloud ដែរបាទខ្ញុំ set up ឲ្យដល់ iCloud សិនបាទមកចុះអានេះជាប់ iCloud Hello បែបនេះគឺដោះអត់បានទេបាទដោះអត់បានទេបាទដោះអត់បានទេចឹង Hello បែបនេះគឺមិនបានទេដែរកូនiCloud បែបនេះគឺដោះអត់បានទេវាជាប់ Hello ហើយមានន័យថា iCloud នេះទូរស័ព្ទនេះរាយបុក program ហើយគឺដោះអត់បានទេមិនដូចអានេះទេបាទចឹងអានេះគេរាយហើយ
ដែលយូរតិចប៉ុន្តែឆ្លងដំណាក់កាលហ្នឹងទៅវា load ឲ្យទៀងទាត់ ID គឺ iCloud ហ្នឹងហើយទៀងទាត់ iCloud Gmail របស់យើងហ្នឹង mail របស់យើងហ្នឹងអញ្ចឹងបើយើងអត់ចាំ mail អត់ចាំ password ទេគឺដោះអត់បានទេបាននេះ iCloud ប្រភេទនេះមានន័យថាម៉ាស៊ីននេះគឺជាប់ iCloud ដែរប៉ុន្តែ load unavailable នេះមានន័យថាតម្រូវឲ្យទូរស័ព្ទនោះរាយឬក៏នៅ password ឬក៏នៅ password ដែលយើងភ្លេច password ដែរឬក៏ load unavailable នេះមានន័យថាតម្រូវឲ្យយើងរាយទូរស័ព្ទនឹងតែម្ដងអញ្ចឹងរាយហើយគឺ load hello បែបនេះដែរអញ្ចឹងពេលដែល load hello វាត្រូវផ្ទៀង Apple ID របស់យើងដែរមានន័យថាផ្ទៀង mail ឬក៏ iCloud របស់យើងដែរបើយើងភ្លេចទៅគឺដោះអត់បានដូចគ្នាអានេះពេលដែលយើងរាយគឺចេញ hello បែបនេះដែរយើងយល់បន្តិចប៉ុន្តែនេះវាចេញ hello បែបនេះហ្នឹងហើយពេលដែលរាយហើយវាចេញ hello បែបនេះចេញ hello អញ្ចឹងគឺយើង set up វាទៅអត់ទៅមុខទេអត់ទៅមុខទេអត់ចេញឲ្យមនុស្សយើងបានប្រើបែបនេះទេគឺវានៅតែចេញចឹងវានៅតែចេញ hello បែបហ្នឹងដដែលទេបាទអញ្ចឹងប្រភេទ iCloud រាយហើយឬក៏ភ្លេច password បែបនេះអានេះមានន័យថាភ្លេច password ឬក៏ unavailable មានន័យថាឬក៏ load through tool នេះណាគឺដោះអត់បានទេអញ្ចឹងបញ្ជាក់បងប្អូន iCloud វាមានច្រើនប្រភេទហើយ iCloud ដែលបងប្អូនចាំ password អាហ្នឹងជាអត់ជាបញ្ហាទេយើងមកអោបបាននៅខាងនេះវាសិតតែមាន password ទាំងអស់អញ្ចឹងអានេះវាដូចនឹងជាប់ password ឬក៏នេះអីហ្នឹងគឺជៀសវាងត្រូវតែរាយវាបើអត់រាយគឺអត់ចេញទេហើយដល់ពេលរាយហើយទៅផ្ទៀងទាត់មួយ iCloud បើអត់ស្គាល់ iCloud គឺប្រើអត់បានដូចគ្នាប្រើអត់បានស្មើនឹងម៉ាស៊ីនស្មើនឹងចោលអញ្ចឹងម៉ាស៊ីនចោលគឺវាអត់មានតម្លៃទេចឹងបងប្អូនមានបញ្ហាណាជាប់ iCloud មិនថា iPhone អីទេចឹងជាប់ iCloud ប្រភេទនេះចឹងបងប្អូនអាចមករកឲ្យខ្ញុំដោះឲ្យបានបាទជាប់ប្រភេទនេះអាចដោះបានសរសៃលើ iCloud ដែរតែបើជាប់ប្រភេទនេះទៅការបដូរម៉ាស៊ីនបាទបដូរបតម៉ាស៊ីនចោលទៅបតម៉ាស៊ីនថ្មីបាទអញ្ចឹងបងប្អូនអាចដូរបានប្រភេទiPhone បងប្អូនចង់ដូរម៉ាស៊ីនដូរបានអញ្ចឹងខ្ញុំមានម៉ាស៊ីនដូរឲ្យបាទ